សូមអរគុណលោកដែលមានព្រះគម្ពីរសម្បានបើកដល់គម្ពីរអេភេសូរចំពុក4នៅទំព័រ1516គម្ពីរអេភេសូរចំពុក4ខ17និងខ18ដូច្នេះខ្ញុំនិយាយសេចក្តីនេះហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថាកុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសដតីឯទៀតដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយគំនិតគេត្រូវបង្អាប់ហើយគេដាច់ចេញពីព្រះជន្មព្រះដោយសារសេចក្តីខ្លាចល្ងងក្នុងខ្លួនគេព្រោះចិត្តគេរឹងទទឹងសូមបានសម្រុំចិត្តអធិដ្ឋានដើម្បីនឹងសូមប្រពោព្រះក្នុងការដែលយើងសិក្សាព្រះបន្ទូលព្រះជាមួយគ្នានៅពេលនេះព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទាននូវបង្គំយើងខ្ញុំបានរំលែកពេលចូលមកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធបងប្អូនទ្រង់សូមទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តបង្គំយើងខ្ញុំតរខ្លួនម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះទើបបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូថ្វាយក្នុងគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទជីវិតគ្រីស្ទបរិស័ទគឺជាជីវិតដែលទទួលបាននៅកំណើតថ្មីខាងឯព្រលឹងវិញ្ញាណគឺជាកំណើតជាកូនព្រះនៅក្នុងបទគម្ពីរយ៉ូហានចំពុក1ខ12បានចែងថាប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះគឺអស់អ្នកដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនោះគេទទួលបានអំណាចធ្វើជាកូនរបស់ព្រះកំណើតខាងឯព្រលឹងវិញ្ញាណត្រូវការជាចាំបាច់នៅការចម្រើនលូតលាស់គឺជាការលូតលាស់ក្នុងជីវិតខាងឯព្រលឹងវិញ្ញាណការលូតលាស់នៅក្នុងជីវិតដែលប្រកបតាក់ទងជាមួយនឹងព្រះការលូតលាស់នៅក្នុងជីវិតដែលធ្វើតាមបំណងព្រះハរតីរបស់ព្រះថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនលោកបានសិក្សានៅមេរៀនមួយមានចំណងជើងថាលក្ខណៈសម្បត្តិនៃគ្រីស្ទបរិស័ទពេញវ័យតើគ្រីស្ទបរិស័ទពេញវ័យមានលក្ខណៈសម្បត្តិយ៉ាងដូចម្តេចខ្លះហើយជីវិតគ្រីស្ទបរិស័ទដែលពេញវ័យតើត្រូវរស់នៅដោយរបៀបណាខ្លះមួយជីវិតគ្រីស្ទបរិស័ទដែលពេញវ័យគឺជាជីវិតដែលព្រះទ្រង់សពハរតីឲ្យរស់នៅកុំឲ្យដើរដូចជាសាសដតីនៅក្នុងខ17នៅក្នុងបទគម្ពីរអេភេសូរចំពុក4ដូច្នេះខ្ញុំនិយាយសេចក្តីនេះហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថាកុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសដតីឯទៀតដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយកាលណាចែងទុកនៅក្នុងព្រះគម្ពីរប៊ីបនិយាយអំពីសាសដតីគឺសំដៅទៅលើជនជាតិសាសក្រៅអំពីសាសអ៊ីស្រាអែលសាសអ៊ីស្រាអែលគឺជាសាសដែលបានរាប់ថាជារាជរបស់ព្រះដែលទ្រង់បានតាំងសញ្ញាជាមួយនឹងលោកអាប់រ៉ាហាំគឺជនជាតិអ៊ីស្រាអែលបានរាប់ជារាជរបស់ព្រះជាសាសរបស់ព្រះប៉ុន្តែក្រៅពីជនជាតិអ៊ីស្រាអែលនៅក្នុងព្រះគម្ពីរបានប្រាប់យើងហៅថាជាសាសដតីគឺសំដៅលើអស់អ្នកដែលមិនបានទទួលជឿដល់ព្រះជាព្រះសម្រាប់ជីវិតរបស់គេគឺជាព្រះដែលបង្កើតដីមេឃនិងផែនដីដែលយើងបានទទួលស្គាល់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទនៅក្នុងគម្ពីរសញ្ញាថ្មីនៅពេលដែលអ្នកណាម្នាក់បានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺអ្នកនោះបានត្រូវរាប់ជាសាសអ៊ីស្រាអែលខាងឯព្រលឹងវិញ្ញាណហើយបានត្រូវទទួលជារាជរបស់ព្រះហើយជាសាសរបស់ព្រះនៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ9ហើយនិងខ10បងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកផ្ទៀងជាមួយខ្ញុំអាននៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ9ហើយនិងខ10តែអ្នករាល់គ្នាជាពូជជ្រើសរើសជាពួកសង្ឃលួងជាសាសបរិសុទ្ធជារាជដ៏ជាកេរ្តិ៍អាករនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញ
ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ពីដើមអ្នករាល់គ្នាមិនមែនជាសាសណាមួយទេតែឥឡូវនេះជាសាសរបស់ព្រះវិញពីដើមមិនមែនទទួលមិនបានទទួលសេចក្តីមេត្តាករុណាទេតែឥឡូវនេះបានទទួលហើយនៅក្នុងខគម្ពីរនេះបានបញ្ជាក់ឲ្យយើងបានដឹងថាអស់អ្នកដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានរាប់គេជាពូជជ្រើសរើសជាពួកសង្ឃលួងជាសាសបរិសុទ្ធជារាជដ៏ជាកេរអាករនៃព្រះសម្រាប់អីគឺដើម្បីឲ្យគេបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅគេចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ហើយព្រះអង្គបានសពព្រះハរតីឲ្យយើងបានដឹងថាយើងជាសាសរបស់ព្រះវិញកាលណាអស់លោកបងប្អូនបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គសពព្រះតីឲ្យជំនឿនោះបានចម្រើនវ័យធំឡើងហើយក្នុងជីវិតដែលជាកូនរបស់ព្រះអង្គសពព្រះតីឲ្យរស់នៅក្នុងជីវិតដែលខុសអំពីអ្នកដែលមិនមែនជាកូនរបស់ព្រះបានជានៅក្នុងបទគម្ពីរអេភេសូរជំពូក4នៅក្នុងខ17ដូច្នេះខ្ញុំនិយាយសេចក្តីនេះហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថាកុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសដតីឯទៀតគឺព្រះអង្គសពព្រះតីឲ្យគ្រីស្ទបរិស័ទបានចម្រើនវ័យធំឡើងបានពេញវ័យឡើងដើម្បីរស់ក្នុងជីវិតដែលមិនដើរដូចជាសាសដតីដែលអត់ជឿដល់ព្រះខុសដោយកិរិយាដែលប្រព្រឹត្តខុសដោយពាក្យសម្ដីដែលនិយាយខុសដោយចិត្តនិងគំនិតដែលគិតគ្រីស្ទបរិស័ទដែលពេញវ័យជាគ្រីស្ទបរិស័ទដែលរស់នៅខុសពីលោកីខុសពីមនុស្សដែលនៅក្នុងលោកីនេះហើយព្រះអង្គសពព្រះតីឲ្យជីវិតនោះបានពេញវ័យឡើងបើសិនជាអស់លោកបងប្អូនមើលពីផ្លែឈើនៅពេលដែលដើមឈើវាមានផ្កាហើយមានផ្លែមកផ្លែនោះយើងរងចាំឲ្យវាបានទុំដើម្បីឲ្យវាបានមានតម្លៃនៅក្នុងការដែលផ្លែឈើនោះដែលត្រូវទុំឡើងបើសិនជាវាអត់ទុំទេអត់អាចនឹងប្រើការអ្វីដែលយើងចង់បានផ្លែនោះទេក្នុងចំណោមផ្លែឈើខ្ញុំនឹកចាំពីនៅក្នុងសម័យខ្មែរក្រហមពេលមួយគេបានចលះខ្ញុំដើម្បីទៅរស់នៅក្នុងវត្តចែងក្តារនៅក្នុងក្បែរភ្នំសពៅនៅខេត្តបាត់ដំបងហើយគេបានឲ្យខ្ញុំទៅរស់នៅក្នុងវត្តចែងក្តារនោះហើយកុដិលោកដែលគេឲ្យខ្ញុំទៅរស់នៅពីមុតកុដិលោកនោះគឺមានដើមទឹកដោះគោមួយដើមធំជាមួយគ្នារាល់ពេលដែលខ្ញុំមកពីធ្វើការវិញខ្ញុំឃើញកូនប្រុសខ្ញុំពេលនោះអាយុប្រមាណជា3ឆ្នាំគឺមាត់របស់ផងវាប្រឡាក់ពេញសិតតែជ័រទឹកដោះគោពីព្រោះអីពីព្រោះវាឃ្លានហើយចិត្តតែរើសទឹកដោះផ្លែទឹកដោះគោខ្ចីនោះញ៉ាំតែផ្លែទឹកដោះគោតែអត់ទុំយើងញ៉ាំអត់បានល្អទេវាត្រូវការពេញវ័យឡើងទុំឡើងប៉ុន្តែក្នុងសម័យខ្មែរក្រហមនេះរហូតទុំអត់បានទេពីព្រោះមនុស្សចេះតែរកឱកាសដើម្បីនឹងញ៉ាំអ្វីទទួលទានអ្វីដែលអាចនឹងញ៉ាំបានជីវិតអ្នកជឿព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទយើងបានទទួលជីវិតជាគ្រីស្ទបរិស័ទព្រះអង្គសពព្រះハរតីឲ្យជីវិតនោះបានពេញវ័យឡើងបានធំឡើងហើយជីវិតគ្រីស្ទបរិស័ទដែលពេញវ័យគឺជាជីវិតដែលរស់នៅខុសអំពីមនុស្សជាទូទៅដែលរស់នៅក្នុងលោកីនេះហៅថាជាសាសដតីគឺអស់អ្នកដែលអត់ទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះនៃជីវិតរបស់ផងគេគឺព្រះអង្គសពព្រះតីឲ្យយើងមានលក្ខណៈសម្បត្តិមួយពិសេសដែលរស់នៅខុសពីអ្នកឯទៀតបញ្ហានៃគ្រីស្ទបរិស័ទជាទូទៅប
បញ្ហាមួយគឺរស់នៅខ្លាចខុសពីអ្នកឯទៀតខ្លាចខុសពីអ្នកដែលអត់ជឿព្រះគឺខំនិយាយតាមគេដែលគេនិយាយខំប្រព្រឹត្តតាមអ្នកឯទៀតដែលគេប្រព្រឹត្តខំរក្សាគំនិតដូចជាអ្នកឯទៀតដែរប៉ុន្តែគ្រីស្ទបរិស័ទយើងត្រូវរស់នៅក្នុងជីវិតមួយដែលខុសអំពីអ្នកដែលជឿព្រះខុសដោយពាក្យសម្ដីខុសដោយចិត្តគំនិតខុសដោយអាកប្បកិរិយារបស់ផងយើងនៅពេលដែលយើងរស់ក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញវ័យខ្ញុំនឹកចាំនៅក្នុងឆ្នាំ1973ពេលដែលប្រពន្ធខ្ញុំហើយនឹងខ្ញុំបានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសហ្វីលីពីនពេលដែលខ្ញុំទៅដល់ទីនោះមានការជាច្រើនដែលពិបាកសម្រាប់ជីវិតដែលខ្ញុំរស់នៅទីនោះមួយពិបាកនឹងចំណីអាហារពីព្រោះអីទៅដល់នោះញ៉ាំម្ហូបអាហារខុសពីអ្វីដែលយើងធ្លាប់ញ៉ាំនៅស្រុកខ្មែរយើងនោះជាការពិបាកមួយប៉ុន្តែការដែលពិបាកមួយទៀតគឺនឹកស្រុកទៅដល់នោះអត់មានខ្មែរក្រៅអំពីពីរអ្នកប្រិយប្រពន្ធម្ល៉េះហើយនឹកស្រុកអង្គការដែលទទួលខ្ញុំទៅដើម្បីនឹងរៀននៅប្រទេសហ្វីលីពីននោះបានប្រាប់ខ្ញុំថានៅប្រទេសហ្វីលីពីនមានខ្មែរដែលទៅរៀននៅស្រុកនោះគឺប្រមាណជា30-40 នាក់ហើយគេប្រាប់ថានៅពេលចូលឆ្នាំគេជួបជុំគ្នានៅកន្លែងមួយហើយគេប្រាប់ថាខ្ញុំថានៅពេលចូលឆ្នាំមកដល់គេនឹងដឹកខ្ញុំឲ្យទៅជួបជាមួយនឹងបងប្អូនខ្មែរទាំងអស់នោះហើយខ្ញុំមានអំណររងចាំតែពេលចូលឆ្នាំមកដល់ពេលចូលឆ្នាំខ្មែរមកដល់ខ្មែរយើងប្រហែលជា20-30 នាក់ដែលនៅទៅរៀននៅប្រទេសហ្វីលីពីននោះគេបានមកជុំគ្នានៅកន្លែងមួយនោះហើយខ្ញុំមានអំណរជាច្រើនអំណរជាខ្លាំងនៅពេលដែលជួបអ្នកទាំងអស់នោះពីព្រោះបាននិយាយភាសាខ្មែរជាមួយនឹងគេប៉ុន្តែជាមួយគ្នាបានប្រមាណជា7 កន្លះម៉ោងលែងមានអំណរហេតុអីពីព្រោះភាសាដែលគេនិយាយខុសពីភាសាដែលខ្ញុំនិយាយភាសាខ្មែរដូចគ្នាប៉ុន្តែគេនិយាយភាសាដើម្បីសប្បាយគេត្រូវជេរគ្នាគេត្រូវនិយាយពាក្យអាភាណាសួរថាគេជេរគ្នាដោយខឹងទេអត់ខឹងទេគេសប្បាយគេជួបគ្នាបានខ្ញុំសូមឲ្យអ្នកដែលជូនខ្ញុំទៅឲ្យយកខ្ញុំត្រឡប់មកកន្លែងវិញចុះកាលណាយើងរស់ក្នុងគ្រីស្ទបរិស័ទជីវិតដែលចម្រើនឡើងដល់ជំនឿភាសាយើងខុសអំពីភាសារបស់ផងលោកីគំនិតរបស់ផងយើងក៏ខុសអំពីគេការប្រព្រឹត្តរបស់ផងយើងក៏ខុសអំពីគេនោះជាលក្ខណៈមួយដែលព្រះអង្គសពរហឫទ័យឲ្យគ្រីស្ទបរិស័ទដែលជាកូនរបស់ផងព្រះរស់នៅកុំឲ្យដើរតាមផ្លូវរបស់ផងអ្នកដែលមិនជឿបានជានៅក្នុងខនេះបានបញ្ជាក់ថាកុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសដតីឯទៀតទី2ជីវិតគ្រីស្ទបរិស័ទដែលពេញវ័យលក្ខណៈសម្បត្តិគឺកុំឲ្យរក្សាសេចក្តីកំហឹងរហូតដល់ថ្ងៃលិចនៅក្នុងខ26នៅក្នុងបទគម្ពីរអេពីសូតចំពុក4ចូលខឹងចុះតែកុំឲ្យធ្វើបាបឡើយកុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយកាលណានិយាយអំពីកំហឹងឬក៏ខឹងវាជាផ្នែកមួយនៃជីវិតរស់នៅរបស់ផងមនុស្សគ្រប់គ្នាមិនមែនថាអ្នកណាម្នាក់អត់ចេះខឹងនោះទេពីព្រោះខឹងវាជាផ្នែកមួយនៅក្នុងអារម្មណ៍របស់ផងយើងអារម្មណ៍យើងគឺសប្បាយខឹងព្រួយបានជានៅក្នុងព្រះគម្ពីរមិនបានប្រាប់យើងមិនឲ្យខឹងនោះទេពីព្រោះយើងជាមនុស្សយើងចេះខឹងហើយខឹងវាជាផ្នែកមួយបើអត់ចេះខឹងតើដុំថ្មបើនៅមនុស្សយើងចេះខឹងបានជាព្រះអង្គមានបន្ទូលតាមរយៈលោកសាវកពូលដែលសរសេរផ្ញើទៅពួកជំនុំនៅអេពីសូនៅក្នុងខ26ចូលខឹងចុះណាតែកុំឲ្យធ្វើបាបឡើយកុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយខឹងចុះមួយកុំឲ្យធ្វើបាប
ហើយបើខឹងហើយទៅជាគេខុសហើយពីរខឹងចោះប៉ុន្តែកុំឲ្យទុកដល់ថ្ងៃលិចកុំឲ្យគុំកុំឲ្យទុកហេតុអ្វីបានជាព្រះអង្គមិនសពរហូតទេឲ្យយើងខឹងហើយទុកកុំឲ្យដល់ថ្ងៃលិចមានន័យយ៉ាងដូចម្ដេចមានន័យថាខឹងហើយកុំឲ្យចងគំនុំអ្នកខ្លះខឹងហើយខឹងទុកនឹងតែម្ដងដល់ខឹងទុកតែម្ដងយ៉ាងម៉េចកំហឹងនឹងវាបង្កើតទៅជាគំនុំហើយលទ្ធផលបានមកបាត់អំណរបានមកនាំឲ្យធ្វើការអាក្រក់សំណួរសួរថាតើធ្វើដូចម្ដេចដើម្បីកុំឲ្យយើងខឹងហើយធ្វើបាបកុំឲ្យយើងខឹងហើយរក្សាទុកកំហឹងនោះកាលណាយើងខឹងដោយព្រោះមានបញ្ហាណាមួយដែលគេធ្វើឲ្យយើងខឹងឬក៏យើងខឹងនឹងអ្វីមួយឬក៏នឹងអ្នកណាម្នាក់ដោយសារបញ្ហាដែលនាំឲ្យខឹងនោះហើយដើម្បីឲ្យយើងបានឈ្នះលើការនេះគឺយើងថ្វាយកាយបញ្ហានោះទៅព្រះអង្គឲ្យព្រះអង្គខឹងជំនួសយើងចោលមានន័យថាម៉េចឲ្យព្រះអង្គដោះស្រាយឲ្យយើងបានជានៅក្នុងខនេះបានបញ្ជាក់ថាចូលខឹងចោលតែកុំឲ្យធ្វើបាបចូលខឹងចោលប៉ុន្តែកុំឲ្យរក្សាកំហឹងនោះដល់ថ្ងៃលិចកាលណាខឹងនាំឲ្យបាត់លក្ខណៈសម្បត្តិល្អរបស់ផងយើងពីព្រោះកាលណាខឹងយើងបាត់ប្រាជ្ញាកាលណាខឹងនាំឲ្យយើងអត់បានគិតបីអ្វីដែលល្អទេប៉ុន្តែមនុស្សជាទូទៅគេគិតថាគេខឹងគឺគេគ្រាន់បើបានយើងប្រាប់ថាឈប់ខឹងគេអត់ឈប់អីពីព្រោះគេខ្លាចបាត់គ្រាន់បើរបស់ផងគេប៉ុន្តែខឹងអត់ដែលជួយយើងឲ្យគ្រាន់បើទេខឹងគឺនាំឲ្យយើងទៅជាមនុស្សដែលគេអត់ចង់នៅក្បែរទេអស់លោកបងប្អូនបើសិនជាជួបអ្នកណាម្នាក់ងាកខឹងយើងអត់ចង់នៅក្បែរអ្នកហ្នឹងទេហើយបើសិនជាអ្នកហ្នឹងខឹងហើយអត់ព្រមចោលកំហឹងហ្នឹងទេខឹងហើយគុំទុកតែម្ដងខឹងហើយរក្សាទុកតែម្ដងក៏យើងអត់ចង់នៅក្បែរអ្នកហ្នឹងដែរបានជាព្រះអង្គមានបន្ទូលថាខឹងចោះប៉ុន្តែកុំឲ្យធ្វើបាបខឹងចោះប៉ុន្តែកុំឲ្យកំហឹងនោះដរាបទុកនៅដរាបដល់ថ្ងៃលិចឡើយកាលណាខឹងលទ្ធផលមកអត់ដែលបានជួយឲ្យបានល្អលទ្ធផលមកនាំនៅការអាក្រក់ជាច្រើនអវិជ្ជមានជាច្រើននៅក្នុងជីវិតរបស់ផងយើងបានជាព្រះអង្គសពរតីឲ្យអស់អ្នកដែលជឿដល់ព្រះអង្គបានចម្រើនវ័យធំឡើងនៅក្នុងជំនឿមានន័យថាគ្រីស្ទបរិស័ទយើងត្រូវតែរស់ក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញវ័យគ្រីស្ទបរិស័ទដែលពេញវ័យជាគ្រីស្ទបរិស័ទដែលរស់នៅថ្វាយសិរីល្អទៅព្រះរស់នៅធ្វើបានល្អបានជានៅពេលខ្លះបងប្អូននៅលោកមានកូនពេលខ្លះយើងប្រាប់កូនថាកូនឯងធំពេញវ័យហើយឆាប់ធំពេញវ័យទៅណាកុំឲ្យនៅតូចទៀតហើយយើងឃើញកូននោះធំហើយប៉ុន្តែការរស់នៅរបស់ផងកូននោះអត់ពេញវ័យសោះណាហើយពុកម្ដាយពិបាកចិត្តកូនឯងធំហើយល្មមរស់នៅជាមនុស្សពេញវ័យហើយជាមនុស្សធំហើយព្រះទ្រង់សពរហឫទ័យឲ្យយើងជាកូនរបស់ផងព្រះអង្គឲ្យយើងរស់នៅជាកូនពេញវ័យគ្រីស្ទបរិស័ទដែលពេញវ័យគ្រីស្ទបរិស័ទដែលពេញវ័យគឺជាគ្រីស្ទបរិស័ទដែលរស់នៅបង្កើតផលផ្លែរបស់ផងព្រះហើយផលផ្លែរបស់ផងព្រះនោះគឺមាននៅក្នុងកាឡាទីចំពុះ5ខ22ហើយនិងខ23នៅទំព័រ1511តែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតកាលណាអស់លោកបងប្អូនរស់ក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញវ័យគឺជាជីវិតដែលយើងឲ្យព្រះអង្គធ្វើជាម្ចាស់នៅក្នុងជីវិតយើងព្រះអង្គដឹកនាំជីវិតយើងហើយនៅពេលដែល
ព្រះទ្រង់ដឹកនាំជីវិតយើងព្រះអង្គបង្កើតផលផ្លែរបស់ផងព្រះនៅក្នុងជីវិតយើងហើយផលផ្លែនោះគឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបទគម្ពីរកាឡាទីជំពូក5ខ22និងខ23គឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតអស់លោកបងប្អូនអាចនឹងសួរខ្លួនឯងផ្ទាល់ថាតើជំនឿដែលអស់លោកបងប្អូនជឿដល់ព្រះតើកម្រិតណាហើយបើយើងសួរគេអាចប្រាប់យើងខុសបើយើងសួរខ្លួនយើងអាចនឹងរកខ្នាតយកមកវាស់បានតើយកអ្វីជាខ្នាតយកផលផ្លែនៃព្រះវិញ្ញាណរបស់ផងព្រះយកមកវាស់គឺជាផលផ្លែដែលមានចែងទុកនៅក្នុងបទគម្ពីរកាឡាទីជំពូក5ខ22ខ23ហើយយើងអាចយកមកវាស់ជាខ្នាតវាស់ថាតើយើងមានផលផ្លែនោះហើយឬនៅមានប្រមាណហើយឬក៏អត់មានសោះម្ល៉េះហើយយើងអាចដឹងថាជីវិតដែលយើងជាគ្រីស្ទបរិស័ទហ្នឹងតើកម្រិតណាដើម្បីបានត្រឡប់ជាគ្រីស្ទបរិស័ទគឺយើងទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទបានជានៅពេលដែលអស់លោកបងប្អូនហើយនឹងខ្ញុំទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺយើងទទួលបានជីវិតមួយថ្មីជាជីវិតកូនព្រះជាជីវិតគ្រីស្ទបរិស័ទប៉ុន្តែជីវិតនោះត្រូវតែចម្រើនវ័យធំឡើងធំរហូតដល់បានពេញវ័យណាហើយព្រះអង្គសប្បុរសតីឲ្យយើងរស់នៅក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញវ័យនោះតម្លៃនៃគ្រីស្ទបរិស័ទមិនមែនគ្រាន់តែមានឈ្មោះថាជាគ្រីស្ទបរិស័ទតែប៉ុណ្ណោះទេតម្លៃនៃគ្រីស្ទបរិស័ទមិនមែនគ្រាន់តែមានឈ្មោះថាជឿព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះទេតម្លៃនៃគ្រីស្ទបរិស័ទគឺនៅពេលដែលជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទនោះបានចម្រើនពេញវ័យបានជាយើងអាចនឹងសួរខ្លួនយើងផ្ទាល់ថាតើយើងជាគ្រីស្ទបរិស័ទពេញវ័យមែនឬក៏អត់ហើយនៅពេលដែលយើងមើលទៅបងប្អូនយើងដែលជឿព្រះយេស៊ូវគ្រីស្ទយើងតែងតែសួរថាតើជំនឿអ្នកនោះតើជំនឿប៉ុណ្ណាដែរតើជំនឿនោះបានពេញវ័យហើយឬនៅហើយបើសិនជាអស់លោកបងប្អូនរស់ក្នុងជីវិតគ្រីស្ទបរិស័ទដែលពេញវ័យអស់លោកបងប្អូនមានអំណរនៅក្នុងការដែលយើងរស់នៅប្រកបតាក់ទងជាមួយនឹងព្រះអង្គហើយអ្នកឯទៀតក៏គេចង់រស់នៅក្បែរយើងដែរនោះជាលក្ខណៈសម្បត្តិដែលព្រះអង្គសពប្រតិឲ្យយើងបានរស់នៅជាពន្លឺដល់អ្នកឯទៀតហើយរស់នៅថ្វាយស្រីល្អដល់ព្រះគឺឲ្យយើងរស់នៅដោយក្នុងជីវិតកូនព្រះដែលពេញវ័យជាគ្រីស្ទបរិស័ទដែលពេញវ័យសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានទទួលជឿដល់ព្រះអង្គហើយឲ្យបង្គំយើងខ្ញុំបានចម្រើនដោយជំនឿនោះរហូតដល់បានរស់នៅក្នុងជីវិតដែលជំនឿមាំជីវិតជាគ្រីស្ទបរិស័ទដែលពេញវ័យដើម្បីឲ្យបានរស់នៅថ្វាយស្រីល្អដល់ព្រះអង្គទ្រង់គុំអរព្រះគុណដល់ព្រះអង្គណាសូមព្រះអង្គបានប្រទានពរដល់បងប្អូនទ្រង់គុំដែលមិនទាន់បានទទួលជឿដល់ព្រះអង្គនៅឡើយបានមានឱកាសនឹងស្វែងយល់ពីជំនឿដែលមាននៅក្នុងព្រះអង្គដើម្បីបងប្អូនទាំងអស់នោះអាចនឹងសម្រេចចិត្តទទួលព្រះអង្គជាចម្លើយសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរទូបង្គំអរព្រះគុណដែលសូមទូលថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមរបស់ផងទ្រង់គឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទ